នេះធ្វើហ្វឺញ៉ាំក៏ប៉ុន្តែផ្ដាច់ញាខ្លាំងណាស់មិនបានហ្វឺហ្នឹងណាចង់ប្រែប្រួលចិត្តយកសាច់គោហ្នឹងទៅឆាអីផ្សេងទៀតប៉ុន្តែជំរុញចិត្តខ្លួនឯងថាថ្ងៃហ្នឹងត្រូវតែធ្វើឲ្យបានអត់មានប្រែប្រួលចិត្តប្រែប្រួលកាយអីទៅខាងណាទៀតទេចឹងហើយក៏ធ្វើបានញ៉ាំតែសាច់កភុនស្រួយនេះណាការពិតទៅបើសិនជាយកមកធ្វើរងាស់ទឹកស៊ុបបើកំហាន់ចេះដាក់ទាំងដុំអញ្ចឹងទៅហើយចាំឆ្អិនហើយចាំយកមកហាន់ខ្ញុំគិតថាល្អជាងពេលដែលខ្ញុំហាន់ខ្ញុំគិតថាមកដុំប៉ុណ្ណឹងពេលយកទៅរងាស់ស៊ុបទៅល្មមមានអីបងប្អូនយកទៅរងាស់ស៊ុបទៅវាទៅជារួញសាច់ហើយនៅស្ដើងល្មមមកញ៉ាំហ្មងណាហើយបន្ទាប់មកគឺថាមានខ្ទឹមបារាំងមានជាមួយនឹងខ្ញីហើយខ្ញីនេះគឺថាខ្ញុំមានម្ដុំប៉ុណ្ណឹងបន្ទាប់មកគឺថាខ្ញុំចិតសបកចិត្តអីហើយគឺខ្ញុំហាន់វាជា4ដុំបែបនេះរួចហើយមានជាមួយនឹងខ្ទឹមក្រហមនេះមួយគឺខ្ញុំយកវាទៅអាំងសាច់គោវិញគឺថាមុននឹងយកទៅធ្វើរងាស់ជាមួយទឹកស៊ុបហ្នឹងគឺខ្ញុំយកមកស្រុះលាងជាមួយនឹងស្រាចិនសិនដើម្បីបំបត្តិក្លិនគោហើយបន្ទាប់មកហ្នឹងគឺថាខ្ញុំស្រង់ហើយខ្ញុំយកទៅលាងជាមួយនឹងទឹកស្អាតមួយដងទៀតហើយមុននឹងដល់ធ្វើស៊ុបហ្វឺហ្នឹងខ្ញុំចង់ណែនាំបងប្អូនជាមួយនឹងសម្លេងជូតមុខអេសាបន្តិចសិនប្រាប់បងប្អូនដែលមានបញ្ហាមុនតូចមុនធំមុនខ្ទុះស្នាមអុចខ្មៅជាប់បងកុំភ្លេចសាកជាមួយនឹងសម្លេងជូតមុខអេសានេះគឺជាប្រភេទសេរ៉ូមជួយចិញ្ចឹមស្បែកមុខជួយជំរុះកោសិកាចាស់បឺតជាតិពុលនិងពង្រួញរញើសស្បែកមុខមានសំណើមភ្លឺថ្លារលោងហើយសម្លៃវិញគឺធ្វើពីកំបាស 100% តែបើសិនជាបងប្អូនចង់សាក់ប្រាក់អាចសាក់ជាកញ្ចប់តូចសិនក៏បានដែរត្រឹមតែ 10000 រៀលទេសិនជាចាប់អារម្មណ៍ចង់បានកុំភ្លេចឆាតចូល page ខ្ញុំដាក់នៅខាងលើហ្នឹងឥឡូវមកដល់វគ្គធ្វើទឹកស៊ុបហ្វឺខ្ញុំវិញម្ដងទឹកហ្នឹងគឺថាចំនួន2លីត្រកន្លះហើយខ្ញុំបានដាក់ខ្ញីហើយនឹងខ្ទឹមក្រហមដែលខ្ញុំបានអាំងហ្នឹងខ្ញុំដាក់ចូលមកបន្ទាប់មកហ្នឹងគឺថាឲ្យវាពុះពី3នាទីសិនបានខ្ញុំដាក់សាច់ចូលហើយបន្ទាប់ពីសាច់ខ្ញុំដាក់ចូលហើយពុះហើយហ្នឹងគឺខ្ញុំបានដាក់ជាមួយនឹងគ្រឿងហ្វឺនេះគឺថាដាក់មួយកញ្ចប់ហ្នឹងទៅគឺថារសជាតិអូយឆ្ងាញ់ខ្លាំងមែនតើចាំបាច់ថែមថយទេគឺថាទឹកស៊ុបគេឆ្ងាញ់ហ្មងតែបើសម្រាប់យើងចង់ញ៉ាំស្ករអីគឺយើងអាចថែមស្ករអីបន្តិចទៀតបានអញ្ចឹងយើងអាចភ្លក់តាមចំណង់ចំណូលចិត្តតែសម្រាប់ខ្ញុំវិញគឺមួយកញ្ចប់ទឹក2លីត្រកន្លះហ្នឹងគឺល្មមរសជាតិគឺឆ្ងាញ់ខ្លាំងបន្ទាប់មកហ្នឹងគឺខ្ញុំមានជាមួយនឹងជីក្រហមហើយនឹងខ្ទឹមបារាំងសម្រាប់ដាក់ពីលើណាបងប្អូនខ្ទឹមបារាំងគឺថាខ្ញុំហាន់ស្ដើងខ្លាំងមែនតើបើតាមតែហ្វឺហ្នឹងគឺថាខ្ញុំធ្លាប់តែញ៉ាំហាងគេមានតាំងតែជីអាណាជីអីទៀតក៏ប៉ុន្តែខ្ញុំអត់មានអញ្ចឹងហើយខ្ញុំមានតែប៉ុណ្្នឹងបើមានជីអាណាលឹកខ្ទឹមអីដាក់ទៅហើយបើមានសាច់គោសាច់ផុយអីហ្នឹងគឺថាគេហាន់គេដាក់ពីលើហើយគេដាក់ទឹកស៊ុបក្តៅចាក់ពីលើទៀតអញ្ចឹងណាបងប្អូនក៏ប៉ុន្តែខ្ញុំអត់មានទេខ្ញុំរងាស់តែអីគេគេហៅសៃស្រួយនេះហើយនឹងប្រហិតតែប៉ុណ្្នឹងទេហើយបន្ទាប់មកហ្នឹងគឺថាខ្ញុំស្រុះជាមួយនឹងកាទៀវគេនេះកាទៀវគេហ្នឹងគឺខ្ញុំចូលចិត្តវាស្វិតវាទុនវាស្វិតល្អហើយបន្ទាប់មកគឺថាខ្ញុំដាក់សណ្ដែកមានជាមួយនឹងខ្ទឹមបារាំងហ្នឹងមកហើយជាមួយជីនាងវងហ្នឹងចាំដាក់តាមក្រោយក៏បានដែរបើមិនដាក់តាមខ្ញុំហើយបន្ទាប់មកហ្នឹងគឺថាយើងដាក់ស៊ុបមកស៊ុបយកឲ្យក្តៅពុះខុចដាក់តែប៉ុណ្្នឹងមកគឺថារួចជាការស្រេចទំនងអត់បងប្អូននិយាយពីថាអូយឆ្ងាញ់ណាស់តែម្សៅហ្វឺនឹងមួយមកគឺថាងាយខ្លាំងមែនតើដាំតែទឹកហើយដាក់ប្រងមកគឺថារសជាតិឆ្ងាញ់ដូចយើងទៅញ៉ាំនៅហាងអញ្ចឹងយើងយកមកយើងអាចរងាស់ជាមួយនឹងឆ្អឹងគោអីក៏បានដែរហើយបន្ទាប់មកយើងមានសាច់ផុយសាច់អីដាក់ពីលើអញ្ចឹងទៅឬមួយក៏សាច់មាន់អីតាមចំណង់ចំណូលចិត្តអញ្ចឹងណាបងប្អូនតែដូចខ្ញុំថាអញ្ចឹងគឺខ្ញុំអត់ខ្ជិលដាក់សាច់អីគឺខ្ញុំប្រើអាសាច់តសៃស្រួយនេះរងាស់ធ្វើជាស៊ុបដាក់ជាមួយផាត់ញ៉ាំតែប៉ុណ្្នឹងគឺរួចតែម្ដងខ្ញុំនឹងទោះបីឆ្ងាញ់យ៉ាងណាក៏ដោយរឿងកាទៀវរឿងអីហ្នឹងគឺថាញ៉ាំអត់បានច្រើនទេតែកន្លះចានហ្នឹងគឺថាឆ្អែតហើយបើកូនពូជខ្ញុំវិញគឺថាញ៉ាំ2ដងបងប្អូនឆ្ងាញ់មែនហើយនិយាយថាធ្វើភ្លក់រហូត